កាលពីសម័យកាលមួយដែលសម្បូរទៅដោយព្រៃក្រាស់ក្រាស់វត្តមានសត្វព្រៃសត្វកាចសាហាវក៏ដូចជាសត្វខ្លាដំបងសត្វគោព្រៃសត្វពស់អ្នកតាធំធំប្រាំងប្រាសាទបុរាណមិនទាន់រងនឹងការបំផ្លិចបំផ្លាញនៅឡើយហើយក៏មិនទាន់មានភាពទំនើបកម្មអីនោះដែរប្រជាជនទៀតសោតក៏មិនទាន់មានការអភិវឌ្ឍទាំងចំណេះដឹងក៏ដូចជាការសិក្សាផ្សេងៗឲ្យបានជ្រៅជ្រះនៅឡើយការរស់នៅការប្រកបរបររកស៊ីទៀតសោតក៏អាស្រ័យទៅតាមបែបដូនតាធ្វើតាមរដូវកាលជួនក៏កើតនៅគ្រោះទុរភិក្សរាំងស្ងួតប្រជាជនរស់នៅក្នុងភូមិក៏នាំគ្នាសែនព្រេនថ្វាយភ្លេងអារក្សដើម្បីសុំទឹកភ្លៀងពីអ្នកតាអីចឹងទៅហើយជំនឿទាំងអស់នោះក៏តែងតែសំប្រកបទៅតាមបំណងប្រាថ្នារបស់ពួកគេម្ល៉េះហើយទើបរឿងជំនឿសែនព្រេននៅតែមានឥទ្ធិពលមកលើប្រជាជនកាលពីសម័យនោះអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានឮនៅរឿងរ៉ាវដែលចាស់បុរាណតែងតែដំណើរតគ្នាមកថាមានពស់អ្នកតាធំពន់ដើមត្នោតគេរស់នៅក្នុងព្រៃហើយប្រភេទសត្វពស់ដែលមានមាឌធំបែបនេះគឺមានអាយុកាលរាប់សិបឆ្នាំណាស់មកហើយគេជឿទៀតថាសត្វពស់ទាំងអស់នោះគឺជាពស់របស់អ្នកតាគេនៅបម្រើអ្នកតាក្នុងការคุ้មគ្រងរក្សាសម្បត្តិនានាឲ្យគង់វង្សយូរអង្វែងដើម្បីរងចាំម្ចាស់ពិតប្រាកដមកគ្រងសម្បត្តិទាំងអស់នោះវិញរឿងរ៉ាវកំណប់នេះទៀតសោតក៏មិនត្រឹមតែជារឿងដែលគ្រាន់តែគេនិយាយលេងឬក៏និយាយតគ្នានោះទេកំណប់គឺពិតជាមានកំណប់ត្រូវបានលាក់ទុកក្នុងដីដោយសារមនុស្សសម័យពីដើមហើយកំណប់ខ្លះក៏ត្រូវមានម្ចាស់កំណប់ខ្លះទៀតក៏ត្រូវកប់ទុកចោលសម្រាប់ជាធ្នូដោះដូរនឹងព្រលឹងវិញ្ញាណរបស់អ្នកដែលចង់បានកំណប់ទាំងអស់នោះអីចឹងទៅតួយ៉ាងខ្ញុំក៏ធ្លាប់បានឮចាស់នៅក្នុងភូមិគាត់ដំណើរតគ្នាមកថាកំណប់មានវិញ្ញាណកំណប់ខ្លះមានទាំងជើងចេះរត់ចំណែកកំណប់ខ្លះទៀតយកបានមកហើយប៉ុន្តែក៏ត្រូវប្រែទៅជាដុំថ្មទាំងអស់ក៏មានចំណែកកំណប់ខ្លះទៀតមានសត្វពស់សត្វជីងចក់សត្វក្អែបសត្វខ្ញាដំរីនៅជាមួយនេះបើតាមទ្រឹស្ដីកម្មផលបានបញ្ជាក់ថាការដែលពួកគេនៅជាមនុស្សមុនពេលស្លាប់ចិត្តរបស់ពួកគេក៏នៅជាប់ជាមួយនឹងសម្បត្តិទាំងអស់នោះម្ល៉េះហើយពេលដែលពួកគេស្លាប់ទៅក៏ទៅចាប់ជាតិជាសត្វទាំងអស់នោះដើម្បីយាមកំណប់ទ្រព្យរបស់ពួកគេព្រោះខ្លាចមានអ្នកមកដណ្ដើមយកទៅយ៉ាងណាមិញទឹកដីសវណ្ណភូមិនេះក៏នៅមានរឿងរ៉ាវអាត់កំបាំងជាច្រើនត្រូវបានលាក់ទុកមកដល់សពថ្ងៃហើយរឿងរ៉ាវខ្លះទៀតក៏ត្រូវបានលាក់ទុករហូតមកដល់សពថ្ងៃដោយមិនមានចម្លើយណាមួយត្រូវបានបកស្រាយឡើយកាលពីយូរលង់ណាស់មកហើយធ្លាប់មានអ្នកភូមិមួយបានដំណើរតគ្នាមកថានៅក្នុងព្រៃអាឋានមួយមានប្រាសាទបុរាណចេះបំបាំងកាយដែលអ្នកស្រុកដំណើរតគ្នាមកថាប្រាសាទទាំងនោះតែងតែបង្ហាញខ្លួនរៀងរាល់ថ្ងៃសិលវេលាម៉ោង 12 យប់អាធ្រាត្រហើយនឹងលិចទៅវិញនៅវេលាម៉ោង 4 ទៀបភ្លឺហើយប្រាសាទបុរាណនោះក៏ជាកន្លែងស័ក្តិសិទ្ធិមានម្ចាស់ថែរក្សាការពារនិងមានលាក់ទុកនៅទ្រព្យសម្បត្តិស្ដេចជំនាន់មុនជាច្រើនសន្ធឹកដូចជាមាសពេជ្រកែវកងពិទូសូរកានច្រើនមហាសាលមិនត្រឹមតែប៉ុណ្ណោះក៏ជឿទៀតថាមានពស់អ្នកតាធំមួយក្បាលដែលនៅការពារសម្បត្តិទាំងនោះពីមនុស្សដែលមានបំណងចង់ចូលមកលួចសម្បត្តិទុកជាប្រយោជន៍ផ្ទាល់ខ្លួនពីមុនធ្លាប់មានមនុស្សគេចង់ទៅជីកយកសម្បត្តិទាំងនោះផងដែរប៉ុន្តែអ្នកខ្លះក៏ត្រូវវង្វេងក្នុងព្រៃត្រូវសត្វព្រៃខំហែកស៊ីអ្នកខ្លះទៀតក៏ដាច់បាយស្លាប់ដោយសារតែវង្វេងព្រៃរកផ្លូវចេញមិនឃើញចំណែកអ្នកខ្លះទៀតក៏ត្រូវពស់អ្នកតាដែលយាមប្រាសាទនោះចឹកសម្លាប់ចោលឆ្អឹងក្នុងព្រៃនោះក៏មាន
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចចូលទៅរកប្រាសាទអាចកំបាំងនោះឡើយតើតែអ្នកដែលស្គាល់ទឹកដីនៅតំបន់នោះច្បាស់ឬមនុស្សដែលមានឧបនិស្ស័យទើបគេនាំទៅឃើញប្រាសាទបុរាណនោះប៉ុន្តែការបើឃើញសម្បត្តិហើយកាលណាប្រសិនបើមនុស្សនោះមានចិត្តលោភលន់ចង់លួចទ្រព្យសម្បត្តិទាំងអស់នោះយកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនប្រកាសណាស់ថាសត្វពស់អ្នកតាដែលថែរក្សានៅប្រាសាទនោះសម្រាប់ពួកគេចោលជាក់ជាមិនខានឡើយភូមិខ្លាក្រហឹមគឺជាភូមិមួយដែលមានប្រជាជនរស់នៅប្រមាណជាង40គ្រួសារតែប៉ុណ្ណោះហើយប្រជាជនដែលរស់នៅក្នុងភូមិនេះទៀតសោតតែងតែប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមសត្វគោក្របីជ្រូកមាន់ទាដើម្បីចិញ្ចឹមជីវិតហើយក្រៅពីរបរទាំងអស់នេះពួកគេក៏ច្រើនតែចេញទៅនេសាទត្រីនៅទន្លេយកត្រីមកហូបផងដែរហើយសល់ប៉ុន្មានពួកគាត់ក៏ប្រឡាក់ទុកធ្វើជាត្រីងៀតត្រីឆ្អើរសម្រាប់យកទៅលក់យកប្រាក់កាក់ខ្លះសម្រាប់ចាយវាយក៏ដូចជាទិញសម្លៀកបំពាក់សម្រាប់គ្រួសារស្លៀកពាក់ទុកគ្រាន់ពេលរដូវបុណ្យទានអីចឹងទៅនៅតំបន់នោះមានល្បីឈ្មោះអ្នកខ្លាំងពូកែ2នាក់ឈ្មោះថាអ៊ំដួងនិងអ៊ំប៉ែនដែលគាត់2នាក់ហ្នឹងគឺជាសិស្សរួមគ្រូជាមួយគ្នាពួកគាត់បានរៀនមន្តវិជ្ជាការជាច្រើនអំពីគ្រូតែមួយគ្រាន់តែថាអ៊ំដួងគាត់ជាមនុស្សដែលមានអត្តចរិតមិនសូវជាល្អប៉ុន្មាននោះទេនៅខណៈពេលដែលគាត់បានរៀនអាគមជាមួយគ្រូដើមរបស់គាត់នោះគាត់បានទៅលួចរៀនមន្តអាគមខ្មៅបន្ថែមទៀតដោយមិនអោយគ្រូដើមរបស់គាត់បានដឹងឡើយព្រោះតែគាត់ចង់ក្លាយទៅជាមនុស្សដែលខ្លាំងពូកែជាងគេណាមួយអ៊ំដួងគាត់ចំណែននឹងអ៊ំប៉ែនដែលអ៊ំប៉ែនគាត់ជាសិស្សសំណប់របស់លោកគ្រូសង្វាសហេតុដែលលោកគ្រូសង្វាសស្រឡាញ់អ៊ំប៉ែនជាងអ៊ំដួងគឺដោយសារតែគាត់ជាមនុស្សឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រមានចិត្តល្អសន្តោសប្រណីចំពោះមនុស្សសត្វផ្សេងខុសប្លែកពីអ៊ំដួងស្រឡះតែម្ដងបើនិយាយអំពីប្រាជ្ញាវិញប្រកាសណាស់ថាអ៊ំដួងគាត់ឆ្លាតជាងអ៊ំប៉ែនគ្រាន់តែថាគាត់ជាមនុស្សប្រមាថលោកគ្រូសង្វាសលោកក៏ធ្លាប់និយាយដាស់តឿនអ៊ំដួងដែរកុំឲ្យដើរផ្លូវខុសឲ្យសោះបើមិនដូច្នោះទេគាត់នឹងធ្លាក់ខ្លួនកាន់តែជ្រៅជាមួយនឹងមន្តអាគមខ្មៅទាំងអស់នោះប៉ុន្តែយ៉ាងណាសេចក្តីលោភលន់របស់មនុស្សនៅតែគ្មានព្រំដែនហើយសេចក្តីលោភនេះហើយដែលបណ្ដាលឲ្យគាត់លង់ខ្លួនកាន់តែជ្រៅពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ដកខ្លួនមិនរួចថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះទេអ៊ំដួងក៏ថែមទាំងចូលដៃចូលជើងជាមួយនឹងពួកបរទេសដើម្បីទៅលួចសម្បត្តិក្នុងប្រាសាទដូចជាកាច់ក្បាលអ្នកតាកាច់ក្បាលរូបសំណាកនានាលក់ឲ្យពួកបរទេសថែមទៀតផងដោយសារតែនិយាយមិនស្ដាប់លោកគ្រូសង្វាសគាត់ក៏ផ្ដាច់ទំនាក់ទំនងជាមួយនឹងអ៊ំដួងទៅមួយរយៈក្រោយមកលោកគ្រូសង្វាសលោកក៏បានលាចាកលោកទៅដោយសារតែលោកមានប្រជញ្ញមាយុរៀងច្រើនណាស់ទៅហើយអ៊ំដួងគាត់បានតាំងខ្លួនឯងជាមនុស្សខ្លាំងម្នាក់ដោយគាត់មានខ្លារបស់គាត់ម្នាក់ទៀតឈ្មោះថាអ៊ំហុកនិងសិស្សគុណ3នាក់ទៀតឈ្មោះថានីតននីផាន់និងនីឆាយដែលនីទាំង3នាក់នេះសុទ្ធតែជាពួកជើងល្អនៅក្នុងភូមិនេះតែម្ដងដោយនីទាំង3នាក់នេះតែងតែផឹកស៊ីបង្កភាពចលាចលនៅក្នុងភូមិនិងបង្កចំនួនជាមួយអ្នកភូមិជាញឹកញាប់ខ្លាំងណាស់រហូតដល់ពេលខ្លះមានបង្កជាអំពើហិង្សាជាមួយគ្នាផងដែរចំណែកអ៊ំប៉ែនវិញគាត់ជ្រើសរើសផ្លូវមិនប៉ះពាល់គ្នាជាមួយនឹងអ៊ំដួងឡើយដែលគាត់នឹកគិតថាធ្លាប់ជាសិស្សរួមគ្រូជាមួយគ្នាគាត់មិនបានរស់នៅភូមិជាមួយគ្នាឡើយគាត់ព្យាយាមបញ្ជៀសមិនឲ្យប៉ះគ្នាម្ដងណាទេម្ល៉េះហើយបើរឿងណាដែលគាត់អាចជៀសបានគឺគាត់បិទភ្នែកបិទច្រមុះមើលមិនឃើញមិនដឹងមិនឮអីអញ្ចឹងទៅនៅក្នុងភូមិខ្លាក្រហឹមមានគ្រួសារមួយដែលមានសមាជិកតែ2នាក់តែប៉ុណ្ណោះគឺអ៊ំផាន់និងមីងជឿនពួកគាត់ប្រកបរបរជាអ្នករកស៊ីកាប់អស់យកទៅលក់នៅឯផ្សារគាត់អត់មានកូនចៅអីនឹងគេនោះទេបើឈឺជីអីក៏មានតែពឹងប្តីប្រពន្ធខ្លួននឹងហើយពីអ្នកប្តីប្រពន្ធនេះគឺចិត្តល្អណាស់មិនចេះតែរករឿងអ្នកណានោះទេអ្នកស្រុកអ្នកភូមិគេស្រឡាញ់ចូលចិត្តពួកគាត់ខ្លាំងណាស់
bà mì rồi bò rồi mùi co rồi bò hộp ấy nâng cứ cái tay thì hốt ni hốt nụ ở bộ quạt hộp rồi hốt nâng để xa thì bộ quạt chia mà nụ đại chất lọ nơi khung phum khla cờ hầm ní mình men miên thì cua xa rồi bò quạt tê đại châu prey cặp ao nụ còn thì tha bộ kế châu prey bài phum tại bờ nâng mình hiên châu prey trời lai đòi nẹp phum cái miên chùm nửa tha prey nụ cứ chỉ prey than hai aoแต่มีអ្នកណាចូលទៅក្នុងព្រៃនោះពេលណាកម្រមានជីវិតត្រឡប់មកវិញខ្លាំងណាស់រៀងរាល់ព្រឹកអ៊ំផាន់និងមីងជឿនតែងតែបរទេសគោចូលព្រៃដើម្បីកាប់អស់យកទៅលក់នៅផ្សារដល់ល្ងាចអីទើបគាត់បរទេសត្រឡប់ចូលភូមិវិញម៉ែវាអើយហើយរៀបចំបាយទឹកអីហើយនៅភ្លឺឥឡូវហើយណាយើងស្រូតដំណើរទៅតាន់មេឃត្រជាក់ចាស់ពុកវាចិត្តហើយខ្ញុំច្រកទឹកទប់ហូបបន្តិចសិនឪវាឯងមើលរៀបចំដាក់គោចូលនឹមឲ្យហើយទៅខ្ញុំរួចដៃហើយយើងចេញដំណើរតែម្ដងអញ្ចឹងខ្ញុំទៅរៀបចំដាក់កំបិតដាក់លើរទេះមុនហើយណាមិនយូរប៉ុន្មានមីងជឿនក៏រួចដៃហើយក៏ឡើងរទេះចេញដំណើរចូលព្រៃតែម្ដងក្នុងដំណើរចូលព្រៃលើកនេះមានជាង10គ្រួសារអីដែរប៉ុន្តែដល់ចូលព្រៃទើបពួកគាត់បំបែកផ្លូវគ្នាដើររកឈើកាប់យកមកដាក់រទេះការដែលពួកគាត់ចូលព្រៃនេះគឺពួកគាត់ប្រយ័ត្នណាស់បើបរទេះឃើញពស់នៅតាមផ្លូវគឺពួកគាត់តែងតែឈប់គោហើយឲ្យពស់វាទៅផុតទើបពួកគាត់ហ៊ានបរទេះគោទៅបន្តតាមទំនៀមទម្លាប់អ្នកភូមិនេះគេមិនហ៊ានសម្លាប់សត្វពស់ផ្ដេសផ្ដាសឡើយជាពិសេសសត្វពស់ថ្លាន់នឹងតែម្ដងព្រោះធ្លាប់មានប្រវត្តិកើតគ្រោះទុរភិក្សនៅក្នុងភូមិដោយសារតែហេតុនេះកាលនោះមានគ្រួសារមួយបានចាប់បានសត្វពស់មួយក្បាលដែលចូលស៊ីសត្វមាន់របស់អ្នកស្រុកដល់គេខឹងគេក៏កាប់ពស់នឹងងាប់ទៅរួចក៏បន្លាត់ពស់នោះធ្វើម្ហូបចែកគ្នាហូបក្រោយសម្លាប់សត្វពស់ថ្លាន់នោះហើយកាលណាក៏កើតនូវភាពរាំងស្ងួតអស់រយៈពេល3ឆ្នាំជាប់គ្នាងាប់អស់ហើយស្រូវស្រែដំណាំដើមឈើហូបផ្លែផ្សេងអីហ្នឹងបើនិយាយពីត្រពាំងបឹងបួរហ្នឹងក៏រាំងស្ងួតអស់តែម្ដងមនុស្សសត្វស្លាប់អស់ច្រើនសន្ធឹករហូតដល់អ្នកភូមិគេចាប់ផ្ដើមបញ្ជាន់រូបស្នងទើបដឹងថាអ្នកតាខឹងដោយសារតែអ្នកភូមិសម្លាប់ពស់របស់អ្នកតារឿងរ៉ាវបណ្ដាលមកពីអ្នកភូមិសម្លាប់សត្វពស់នេះធ្វើឲ្យអ្នកតាគាត់ខឹងហើយក៏បង្កើតជាគ្រោះទុរភិក្សនេះឲ្យអ្នកភូមិរងទុក្ខវេទនាដល់ដឹងហេតុដឹងផលអស់ហើយអ្នកភូមិក៏រៀបចំថ្វាយសំណែនមានមន់ស្ងោក្បាលជ្រូកនិងថ្វាយភ្លេងពិណពាទ្យ3ថ្ងៃ3យប់ទើបមានភ្លៀងធ្លាក់មកវិញចាប់តាំងពីពេលនោះមកក៏មិនដែលមានអ្នកភូមិណាហ៊ានហូបសាច់ពស់ថ្លាន់នោះទៀតដែរមិនត្រឹមតែប៉ុណ្ណោះទេបរិសដែលសម្លាប់និងហូបសាច់ពស់ថ្លាន់ក៏កើតដំបៅជើងរហូតរលួយហើយក៏ស្លាប់បាត់បង់ជីវិតទៅការដែលពួកគាត់ចូលព្រៃកាប់អស់នោះពួកគាត់ក៏ត្រូវប្រយ័ត្នមាត់ប្រយ័ត្នកណាស់បើហ៊ានតែនិយាយខុសមាត់ខុសកអីហ្នឹងស្រួលមិនស្រួលសត្វខ្លាមកអូសទាំងថ្ងៃក៏មានដែរម្ល៉េះហើយអ្នកភូមិដែលចូលព្រៃនេះគេតមាត់តមកណាស់មិនហ៊ានមាត់កផ្ដេសផ្ដាសនោះទេនៅខណៈពេលដែលពួកគាត់បរទេសគោចិត្តដល់មាត់ចូលព្រៃហើយស្រាប់តែពួកគាត់បានប្រទះឃើញសំណក់សត្វពស់មួយក្បាលធំណាស់នៅជាប់នឹងដំបូកព្រៃសង្កែឃើញបែបនេះអ៊ំជឿនគាត់ក៏ប្រញាប់លើកដៃឡើងហើយក៏បន្នំថាកូនចៅមកសូមតែសុខទេបើខុសទោសអីកុំប្រកែប្រកាន់កូនចៅអីនិយាយតែប៉ុណ្ណឹងប្តីប្រពន្ធគាត់ក៏បរទេសទៅហួសទៅនៅតាមផ្លូវឃើញតែហុំព័ទ្ធទៅដោយកូនឈើតូចជាច្រើនព្រៃត្រែងថ្លុងត្បែងដូចជាហូរហែនៅតាមផ្លូវមិនយូរប៉ុន្មានរទេះគោក៏បានបរមកដល់កន្លែងដែលពួកគាត់ត្រូវកាប់អស់នោះចំណែកដើមឈើដែលពួកគាត់កាប់នោះ
ก็มันแม่นจะดามเชอทมไอ้นู่เต้จราแต่โกนเชอโตโตเปิ้นก่อใดก่อเจิงไอ้หนึ่งไออมพันก็สลันประปนกอดนะกอดมันเอาประปนกอดกับเอาลายได้กอดจีเนะกับหายเอาประปนกอดช่วยประโมลเอาดักขนมรถเตโกไอ้จังเตอทั้งไงก็การแต่เจรดอทั้งไงเรียจอมเปะกันดากบาลหายกานามินจืนก็เรียบจอมบายตึกได้กอดเวทหมกปิเตียเรียบจอมเอาไปได้ระบบกอดปิซากรบเปได้ปุกอดโจเปรยกับเอาหนูกอดจราแต่เทิมหบครีมกรอมีนอัมเบลบกระสังไตรอังนึ่งจมหอยปรกติอาหารแต่งนี้วิงีสโรลขนมกาวิกจอบหายหบครีมกรอแบบนี้คือวิมเบียนรู้จิตง่ายดอแต่กอดเรียบจอมหายการนะกอดก็จับดามหายไปได้ระบบกอดอ้อยหมกหบใบเอาวีเอ้ยสำระเซนเตอร์หมกหบใบทั้งไงตรองเซนเตอร์ทั้งไงเฉลยนะหายอมพันกาบาลือประปนกอดหายการนะกอดก็ไปยับดาวสำได้มากันดามทนุมไปดังทมใบเมฆสาขามีมาลบตัวเจสรับกูจิตีสำระสำรานบานมือเกลียรมซ้ายอ้อนหนับเพียบเลยฮอนต่อใหญ่วีเอ้ยหบบายเตอร์กำเนยยูเป้กอดดักบายบานไม่หมัดมาหบไม่หมัดกอดก็ล้วนหมดสาวประปนกอดท่าช่างนะใหญ่วีเอ้ยตึกไดเนยแต่ละออดอได้ช่างนะกอดในใหญ่แต่งเล็ดหมดเล็ดก็จำนายอมเชื่อในวิ่งการบาลือไปได้ซาจังกอดอย่างยำบัดหมดมันจัดดูเต้ใหญ่รวมเติบได้ประปนกอดสลันเคลียนะบัดบุกเคลียมันบานลายตามตุ่มหลบอมพันก็ตายแต่ดักบายมวยปุ่มนุกไซน์ดอลเนี่ยได้ไทยรักษาเปรย์อ้อยเกหบมาหล่อหายไปเด็กกอดโจเปรย์มาดองนาก็กาวแต่ซอกมันได้มีนตกโปรยอซอนเอาไว้ไล่ดอลใช้บายหายกานาอมพันก็ดมเด็กคลูนบนติดำใบสำระยกกำลังรูดบุกก็จะเจ็กเนียเลงดำใบกับอ้อยสงัดเตอร์นายหมายวิไอ้ในจำเหตุการณ์ได้การลางในไงดูเต้ขยมสั่งตายมันเจอในเตธาปราสาทโบราณได้มีกระบอกไม้รจนาสะอาดแบบนี้ปัจจุบันเลอโลกยังปัดแมนอมเจือนก็ตอบต่อการปัดได้บอกกอดธาปัดแมนหายปุกวีขยมก็มันขอปีไอได้การนอกบาสันจีเยืองขอบหมดขอกอยแต่บนเตจหรือมวยกำเนิดจัดลบลนจองบานในสมบัติแตงอ่อนนู่บานาธาเยืองมันอาจจะปีประยทานลูกบานลายไอจำสมได้บรอได้กรองชดสมเด็จบงเปียโบราณลูกบานเต้กีปรับเยืองกำออยเมียนจัดลบลนหายคอมสันซอมบนกระสอลเตอร์หายการได้ปุเยืองมันเมียนโกนใจหนึ่งเกนี้cứโดยซาแต่จิตมนពួកយើងសាងកម្មរួមគ្នាកាលពីជាតិមុនអវវាឯងគឺជាព្រានព្រៃសម្រាប់ជីវិតសត្វអស់ច្រើនហើយម្លោះហើយព្រលឹងវិញ្ញាណសត្វទាំងអស់នោះនៅតែចងកម្មពីវេរានឹងយើងបែបនេះអ៊ំផាន់ក៏ដកដង្ហើមធំបន្តិចរួចគាត់ក៏តបទៅកាន់ប្រពន្ធគាត់វិញថាម៉ែវាអើយម៉ែវាធ្វើយ៉ាងម៉េចបើយើងសាងកម្មរួមគ្នាបែបនេះទៅហើយជាតិនេះយើងមានតែខំធ្វើបុណ្យសន្សំកុសលទៅក្រែងជាតិក្រោយយើងមិនអភ័ព្វដូចជាតិនេះទៀតមីងជឿនគាត់ក៏តបទៅវិញថានិយាយអញ្ចឹងកាលពីជាង1ខែមុនខ្ញុំដូចជាធ្លាប់បានឃើញលោកបងដួងលោកបងហុកនាំពួកសៀមដើរចូលព្រៃរកអ្វីក៏មិនដឹងឃើញដំណើរអត់លើមដូចជាមានរឿងអាត់កំបាំងអ្វីមួយអញ្ចឹងខ្ញុំសង្ស័យតែលបងដួងនឹងបាក់ពួកចូលដៃចូលជើងជាមួយពួកសៀមលួចយករូបសំណាកប្រាសាទបុរាណយកទៅលក់ឲ្យពួកវាទៀតនោះទេបើពិតមែនច្បាស់ជារលាយអស់ចាក់ជាមិនខានឡើយនេះគាត់ហាក់ដូចជាមិនខ្លាចធ្លាក់នរកទេឬទើបហ៊ានលួចសម្បត្តិជាតិយកទៅលក់ឲ្យពួកបរទេសបែបនេះម៉ែវាឯងនិយាយមើលតែមិនធ្លាប់ដឹងពីសាវតារបស់ពួកនឹងអញ្ចឹងបើវាចេះខ្លាចស្គាល់បនបាបម្លោះវាមិនហ៊ានទទួលធ្វើអំពើដាក់គេដាក់ឯងឲ្យក្តៅក្រហាយអញ្ចឹងនោះទេគង់មានថ្ងៃណាមួយទេវតានឹងបរាមុខពួកវាចាក់ជាមិនខានឡើយឯងចាំមើលទៅមួយវិញទៀត
ពួករកស៊ីកាប់ក្បាលអ្នកតារូបសំណាកបុរាណអីហ្នឹងវាមិនចម្រើននោះទេដូចឯងឃើញស្រាប់ហើយតើមើលអាផុនកូនអាសងថាវាស្លាប់វេទនាប៉ុណ្ណាចឹងណាបើជិះបានក៏ជិះទៅកុំពាក់ព័ន្ធជាមួយក្រុមអាដួងនឹងឲ្យសោះស្រួលមិនស្រួលវាប្រែអាគមដាក់អំពើយើងស្លាប់ឥតអំពើឥឡូវហើយមែនហើយពួកវាសង្ឃឹមថាបុព្វបុរសដែលថែរក្សាប្រាសាទបុរាណខ្មែរនឹងកាច់បំបាក់កក្រុមពួកអានេះនៅថ្ងៃណាមួយទៅចុះនិយាយអញ្ចឹងពួកវាដូចជាអត់ឃើញប្អូនថងនិងប្អូនសាយក្រែងពួកគេបរទេសមកជាមួយយើងដែរតើអីវាអ៊ំផាន់គាត់ក៏តបវិញថាខ្ញុំដូចជាមិនបានចាប់អារម្មណ៍ដែរនឹងម៉ែវាប្រហែលពួកគេកាប់អស់ក្បែរនេះទេដឹងព្រៃស្ដុកអញ្ចឹងមិនងាយរកគ្នាឃើញនោះទេអញ្ចឹងខ្ញុំគិតថ្មិចមួយសឡេតសិនហើយឯងចាំទៅដឹកគោឲ្យផឹកទឹកនៅស្រះឈូកផងមើលបាចទឹកលើខ្លួនឲ្យត្រជាក់សាច់ថ្ងៃក្តៅអញ្ចឹងគោវាបានត្រូវទឹកវាសប្បាយចិត្តណាស់ហើយចាពុកវាឯងសម្រានទៅអញ្ចឹងនិយាយតែប៉ុណ្ណឹងគាត់ក៏ប្រាក់ខ្លួនដើរសម្ដៅទៅកន្លែងដែលអ៊ំផាន់គាត់ចងគោឲ្យស៊ីស្មៅនៅក្បែរនឹងគុំត្រៃនោះទៅថ្ងៃបណ្ដាកូនក្តៅហែងវេលាថ្មនេះពុំមានដុំពពកមួយដុំសោះឡើយដែលរសាត់មកបាំងព្រះសូរិយាឲ្យកើតជាម្លប់ដល់មនុស្សសត្វបន្តិចសោះសត្វសេកសក់ហោះពីចុងត្បែងមួយទៅចុងត្បែងមួយទៀតស្រែកហូរកញ្ជ្រៀវទាំងវងតែម្ដងលុះដើរមកដល់កន្លែងដែលអ៊ំផាន់គាត់ចងគោឲ្យស៊ីស្មៅហើយកាលណាមីងជឿនក៏ចាប់ស្រាយខ្សែអាឡង្ករទាំងពីរក្បាលនោះដឹកដើរសម្ដៅទៅកាន់ស្រះឈូកនោះទៅចំណែកអាឡង្ករពីរក្បាលនោះវាហាក់បានដឹងថាម្ចាស់របស់វាដឹកវាឲ្យទៅផឹកទឹកហើយវាដើរត្រង់ផ្លូវភ្លឹងតែម្ដងសម្ដៅទៅកាន់ស្រះទឹកដែលមានទឹកថ្លាយ៉ងស្រះទឹកនោះមានលាយឡំជាមួយនឹងក្លិនក្រអូបនៃលំអងផ្កាឈូកដែលរីកស្គុះស្គាយពេញទាំងផ្ទៃទឹកក្រោយពេលដែលដឹកអាឡង្ករពីក្បាលនោះចុះផឹកទឹកហើយកាលណាមីងជឿនគាត់ក៏យកដៃក្បងទឹកលុបមុខដើម្បីឲ្យត្រជាក់ខ្លួនបន្តិចរួចគាត់ក៏បាចទឹកដោះលាងខ្លួនអាពីក្បាលនោះឲ្យត្រជាក់ដែរទៅប៉ុន្តែនៅគណៈពេលនោះផងដែរគាត់ហាក់បានឃើញមនុស្សមួយក្រុមដើរនៅជ្រុងម្ខាងទៀតរៀងចម្ងាយឆ្ងាយគួរសមដែរប៉ុន្តែគាត់អាចកត់សម្គាល់ឃើញថាបុរសពីរនាក់ដែលដើរនៅខាងមុខគេនោះគឺជាលោកបងដួងនិងបងហុកចំណែកអាម្នាក់ដែលដើរពីក្រោយនោះគាត់មិនស្គាល់នោះទេគេម្នាក់នេះដូចជាមិនមែនអ្នកភូមិខ្លាក្រហឹមឡើយចំណែក3នាក់ដែលដើរពីក្រោយនោះគឺអាតនអាផាន់និងអាឆាយពួកគេហាក់កំពុងតែស្ពាយរបស់របរនិងរណោងពេញខ្លួនតែម្ដងប៉ុន្តែពួកគេចូលព្រៃនេះធ្វើអ្វីទៅព្រោះផ្លូវដែលពួកគេកំពុងតែដើរទៅនោះគឺជាផ្លូវដែលដើរសម្ដៅទៅកាន់ព្រៃអាថ័ន្តដែលជាព្រៃដែលអ្នកភូមិហាមឃាត់មិនឲ្យចូលទៅក្នុងនោះទេពួកគេច្បាស់ជាមានបំណងមិនល្អអ្វីមួយហើយមើលទៅលុះដល់រួចដៃហើយកាលណាមីងជឿនក៏ដឹកសត្វគោរបស់គាត់ឡើងពីទឹកទៅកន្លែងដើមវិញទៅស្របជាមួយគ្នានោះផងដែរមីងជឿនគាត់ក៏បានជួបប្អូនថងនិងប្អូនសាយដែលពួកគេក៏ដឹកសត្វគោរបស់ពួកគេឲ្យមកផឹកទឹកនៅនឹងស្រះនេះដែរដល់ឃើញពួកគេដើរមកអញ្ចឹងមីងជឿនគាត់ក៏សួរទៅកាន់ពីរអ្នកប្តីប្រពន្ធនោះថាកំពុងតែនឹកដើមផងឥឡូវដងហើមមកដល់តែម្ដងហើយចំជាអាយុវែងពិតមែនហើយទៅកាប់អស់ម្ដុំណាមិនបានឃើញអញ្ចឹងបងថងគាត់ក៏តបទៅកាន់មីងជឿនថាបាទខ្ញុំកាប់នៅក្បែរនឹងទេអ៊ំគ្រាន់តែអ៊ំមិនឃើញខ្ញុំទេតាមីងជឿនគាត់ក៏តបវិញថាអញ្ចឹងអ៊ំលាទៅមុនហើយណាព្រោះអ៊ំឯងនៅក្នុងព្រៃតែម្នាក់ឯងនិយាយតែប៉ុណ្ណឹងគាត់ក៏ដឹកសត្វគោរបស់គាត់នឹងដើរត្រឡប់ទៅវិញទៅនៅតាមផ្លូវមីងជឿនក៏ឮសំឡេងមនុស្សស្រីសើចចេញពីក្នុងព្រៃមកទាំងដែលសំឡេងនោះគឺជាសំឡេងមនុស្សស្រីដែលតូចស្រួយស្រេះតែម្ដងរំពេចនោះគាត់ក៏ទទួលអារម្មណ៍បានដឹងថាច្រមុះរបស់គាត់
hạ bàn thông khlen nơi cả cờ ốp ở vây mà giang đôi chịp cả mà liền chăng chúa bên chân màu bọc quạt tại mà đong mình chướn có từ tua ròm đi can tay chùm lại khlang lang pro nơi khung prey ní mình mi nôn nà kế đam ca mà lấy nô lai hay khlen ca mà lấy ní phi một bị từ na đại tới tịch mọi lon quạt tới quạt có phải nhập tròn cô bọc quạt tới còn lại đào bên tới hay quạt có phải nhập đào từ đó đây bọc quạt phim tại mà đong có bồn tái nơi bên để quạt cầm phong tại đà nú sắp tại quạt lư sầm lên pleng pen piệt mất đắng lư trình pì nà một têประกมลางดอมเป็นไพรแต่มาดองสำเร็จเพลงเป็นเปียโนปีรุ่นน่ะเราหดดอทนามินจื้นกดปรือสมบูรณ์ขยะแต่มาดองสถานเพียบในขนมไพรเคยทาสงัดลางจรงมมันดังบัดมนุษย์ตัวนาออเตในขณะเปได้มินจื้นกดกำปงแต่ดานุสำหรับแต่กวดบ้านลือสำเร็จเอาไว้มาอย่างได้กำปงมีนจลนาป่าหนังสมาได้งอบเปรย์ไตรได้งอบหากำปงตายรองเก๋ล้วนปรับโดยจะมีเอาไว้มาอย่างเวียกันหนึ่งจังดับบงร้ายมินกดมันจองเงียเมอโนเตปนตายพลิมนุสำหรับแต่มีนสำเร็จมวยหายจมูกระบอกกวดมินเชื่อเนยดาวตัวนาเลื่อนมาเลยมินจื้นกดสกอลทาสำเร็จนู้ก็เจียสำเร็จบอกมวยทองจะบ้านน่ะกดชลายเจ้าเตียงได้เหมือนบานเงี้ยกราวตรอกสำเร็จนู้เตดาตรอกได้อมนึงน่ะหายใจส่วนจังตะกัดเติบจูบขนิ่มบันเมงสอนนึงอะเปได้กดในใจจ็อบสำเร็จนู้กดสงัดเตอใจรวมเตอสงัดเชิงอดมีนเหมือนนูนามันเนี่ยนูเตมินจื้นกดเพย์แต่มาดองปลุกคลาดขมอยลงจังไงเองจังเตอกำปงแต่ไพสรับพ้องสรับแต่กดลือสมเลนอย่างไวมยางซิดสมเลนนู้ลือเนอปีกันกลายขนองระบอกก้อนกอดก็เงียตึกมือแต่มาดองเปรเอยสัตว์ปูทมสังแต่ปนดำถนอดกบาลมิ้นดอกใจโดยจิตดัดเนี่ยปูนู้บากเปรทมนะสกาเวลังขม้ากระกันตัววีอังโกนปริตรายบะเอาให้มินจืนเอาแต่เคยแสดงเป๊ะกดเล็กโนมดะสมปดแต่มาดองกดก็จับเลือกได้ประนอมลางสมเปียบอลสรอนยัวหมดจำปลอบทาโอ้ยกลมประกันโกนเจ้าทั่วไว้โกนใจมันมีบ่มนอกระเอาไว้นูเตโกนใจหมดนี้กรอนแต่โจมกับโกนเชยโตโยตลุโดจินจำจีวัดตายปนนอดอนมินจืนกดกราวลายหมกวิ่งสรับแต่ปูเนตานุก็ระลีบัดสมมาลเตอร์ตามเปิดกิจจงบังฮันครูในกดเคยนี้เหมือนแมนจงบนลายกดนูเต้ประหารจิเกหมกนี้จงปรับเอาไว้มาอย่างดอกดพองก็มันดังมันบังอองอยู่หลายกดก็ไปยับรถพองสลายพองระหดลืดดอลอมพันได้กำปงตายสำราลงลุนูเติบกดไปยับรถหมกกันสำเลงประปนบอกกดเตอปลูกกดคลายทาประปนก้อนเกิดพยาซอนออนกรอไอมวยจังเตอหมายวิไอกัดไอหมกไผ่สเล็กสลังมาแล้วมินจืนกดกดตอบแตงระเดประดบทาเอาวิเอ้ยปูทมนะปูหน่อยนะปูหนึ่งกบายนโบกนู้กดจงอ้อตัวเปรย์มือกันไลเดินเรียงชงายประหารจีปีใบรอยไม้ปีกันไลในกอสนาเนนู้อมพันก็ตอบบัญชาประหารปูเนตาได้เนพุ่งกระต่ายแต่งใหญ่ต่อขึ้นยังหายมาเตอให้ไอมีนขอหมดขอกอไอได้ออดบานจะเก็บบังหันโคลนในเคินจังมินเจินก็ตอบบัญชาขยมบานใหญ่ไอเต้หายเลงสกหมกเลงขี้สระแต่มาดองใหญ่จังเอาวีไอมุนนึงขยมโดยจีบานเคยกลมระบองดวงหนึ่งปะปูประมาณเนี่ยดาวโจเปรียทันจุ่มสองสายตะปูนังมีบ่มนองเอาไว้มันละอเตียหายเมื่อเตอกระเตอปูอันนี้โดยเชี่ยมันมีมันเนสกาสลันเจียดไอมันติดซอโปรแต่ลอยเกเฮียนถ้วยกรบยางแต่มาดองอมพันก็ตอบวันทาหายหมายวีเอ้ยกงแต่เกิดจานปูวี
ប៉ះរបស់ពិតម្ដងវារៀងហើយវាមិនទាន់ជួបអញ្ចឹងវាចេះតែហ៊ានប្រហើនអញ្ចឹងឯងឥឡូវម៉ែវាឯងជួបប្រមូលឈើដាក់រទេះទៅយើងត្រឡប់ទៅផ្ទះវិញមើលទៅទឹកមុខឯងដូចជាមិនស្រស់សោះនិយាយតែប៉ុណ្ណឹងអ៊ំផាន់នឹងមិនជឿនគាត់ក៏បញ្ញាប់ប្រមូលអស់ដាក់លើរទេះលុះដល់រួចដៃហើយកាលណាអ៊ំផាន់គាត់ប្រាប់ឲ្យមិនជឿនចាំនៅទីនេះហើយទុកឲ្យគាត់ជាអ្នកដើរទៅដឹកគោយកមកដាក់នឹមវេលាថ្មនេះមេឃហាក់ប្រែជាសតុំមកលុបដុំពេលដែលគាត់ដើរចិត្តដល់កន្លែងដែលគាត់ចងគោស៊ីស្មៅនោះគាត់កត់សម្គាល់ឃើញថាកូនឈើតូចៗដែលដុះនៅនឹងមាត់ផ្លូវនោះហាក់មានសភាពបាក់ដូចជាមានអ្វីមួយយ៉ាងសង្កត់ពីលើអញ្ចឹងដល់ពេលគាត់តាមសម្លឹងមើលយូរទៅទើបគាត់ដឹងថាមានស្លាកស្នាមសត្វល្មូនលូនកាត់ផ្លូវនេះប្រកាសពិតមែននេះគឺជាសត្វពស់ដែលប្រពន្ធគាត់បានឃើញមុននោះហើយមើលទៅអ៊ំផាន់គាត់ចាប់លើកដៃប្រណម្យថាកុំប្រកែប្រកាន់កូនចៅធ្វើអ្វីនិយាយតែប៉ុណ្ណឹងគាត់ក៏បញ្ញាប់ដើរសម្ដៅទៅកាន់អាឡើងកពីរក្បាលរបស់គាត់រួចគាត់ក៏ចាប់ដឹកអាពីរក្បាលនោះសម្ដៅមកកាន់រទេះទៅរទេះពោពេញទៅដោយអុសជាច្រើនសន្ធឹកល្បឿននៃរទេះគោក៏មិនអាចធ្វើដំណើរបានលឿនដែរអ៊ំផាន់គាត់មិនហ៊ាននិយាយប្រាប់រឿងរ៉ាវដែលគាត់បានឃើញមុននឹងប្រាប់ប្រពន្ធគាត់ទេរហូតដល់រទេះបោហួសព្រៃនោះទើបគាត់និយាយប្រាប់ប្រពន្ធគាត់ថាម៉ែវាពេលដែលខ្ញុំដើរទៅដឹកគោមកដាក់នឹមខ្ញុំបានឃើញស្លាកស្នាមសត្វពស់អ្នកតានោះពិតមែនខ្ញុំស្មានតែឯងនិយាយលេងតើមុននឹងមានរឿងហេតុអ្វីបានជាគេចេញមកឲ្យយើងឃើញអញ្ចឹងពួកគាត់ចុះចែកគ្នាពីនេះពីនោះរហូតមកដល់ភូមិលុះមកដល់ភូមិហើយកាលណាអ៊ំផាន់ក៏ដឹកគោចេញពីនឹមហើយទម្លាក់នឹមរទេះគោទៅចំហៀងផ្ទះដោយទុកអស់នៅលើរទេះនឹងសិនទៅដល់សម្រាប់យកកម្លាំងហើយកាលណាទើបគាត់ដាក់អស់ចុះពីលើរទេះនៅខណៈពេលនោះផងដែរស្រាប់តែមានអ៊ំប្រុសម្នាក់ឈ្មោះថាអ៊ំប៉ក់គាត់បានដើរមកលេងផ្ទះអ៊ំផាន់ដោយជជែកគ្នាលេងពីនេះពីនោះតាមរបៀបអ្នកភូមិដែលមានភូមិផលរបងជាមួយគ្នានិយាយចុះនិយាយឡើងអ៊ំផាន់គាត់ក៏រៀបរាប់រឿងរ៉ាវហេតុការណ៍ដែលគាត់បានជួបប្រាប់ទៅដល់អ៊ំប៉ក់បានដឹងអ៊ំប៉ក់គាត់ក៏បង្ហាញអាការៈចម្លែកបន្តិចរួចគាត់ក៏តបទៅវិញថាផាន់ឯងមិនដឹងទេឬពស់នេះជាពស់របស់អ្នកតាដែលនៅព្រៃអាថ័ននឹងឯងកាលពីមួយខែមុនអ្នកភូមិយើងចូលព្រៃដកផ្សិតប៉ក់ជីកទំពាំងកំពុងតែដើររកនោះស្រាប់តែជួបពស់មួយក្បាលធំងើបឆ្ងក់ហួសព្រៃនិយាយទៅពស់នឹងធំណាស់ពួកគេគ្រាន់តែឃើញសត្វពស់ធំបែបនេះក៏រត់ចែកជើងគ្នាតែម្ដងប៉ុន្តែវាមិនចម្លែកនោះទេដែលពួកគេជួបនឹងពស់នោះព្រោះពួកគេដើរចូលក្នុងព្រៃអាថ័នដែលគេហាមក៏ប៉ុន្តែនេះផាន់ឯងមិនបានចូលព្រៃផងមិនដេចបានជាគេបង្ហាញខ្លួនឲ្យឃើញបែបនេះទៅវិញអ៊ំផាន់គាត់ក៏តបវិញថារឿងនេះខ្ញុំក៏មិនដឹងដែរប្រហែលប្រពន្ធខ្ញុំដើរប៉ះផ្លូវគេផងក៏មិនដឹងនៅខណៈពេលដែលពួកគាត់កំពុងតែជជែកគ្នានោះស្រាប់តែមានអ្នកភូមិ5នាក់ដែលកាត់មុខផ្ទះរបស់គាត់ទំនងដូចជាបញ្ញាប់ដើរទៅណាអញ្ចឹងដល់ឃើញបែបហ្នឹងអ៊ំប៉ក់គាត់ក៏សួរទៅកាន់បរិសម្នាក់នោះថាលោកប្អូនសិតហើយបញ្ញាប់ដើរទៅណាហ្នឹងបាទអ៊ំអាសុងវាស្លាប់ហើយនេះអ៊ំមិនដឹងទេឬអ៊ំប៉ក់គាត់ក៏តបសួរវិញថាហាហើយអាសុងវាកើតអីក្រែងវាអត់មានឈឺអីណាហីនេះសិតក៏តបទៅកាន់អ៊ំប៉ក់វិញថាអាសុងវាត្រូវពោះចឹកនិយាយតែប៉ុណ្ណឹងគាត់ក៏ដើរហួសទៅព្រោះមានគេនៅចាំដើរទៅជាមួយគ្នាទៀតចំណែកអ៊ំប៉ក់វិញគាត់ក៏បានបបួលអ៊ំផាន់ដើម្បីដើរទៅមើលដែរព្រោះជាអ្នកភូមិផងរបងជាមួយគ្នាទៅមើលទៅក្រែងមានអ្វីអាចជួយគ្នាបានចំណែកអ៊ំផាន់វិញគាត់ក៏បានប្រាប់ប្រពន្ធគាត់ថាគាត់ទៅមើលខ្មោចនេះសុងជាមួយបងប៉ក់សិនបន្តិចទៀតទើបគាត់ត្រឡប់មកផ្ទះវិញនៅតាមផ្លូវនៅក្នុងភូមិមិនមែនមានតែគាត់នោះទេដែលដើរទៅមើលនេះសុងទៅដល់ផ្ទះនេះសុងក៏ឃើញមានមនុស្សម្នាច្រើនសន្ធឹកទៅមើលគាត់ព្រោះនៅតាមទីជនបទឲ្យតែមានមនុស្សស្លាប់ដឹងតែមានអ្នកស្រុកភូមិគេនាំគ្នាទៅមើលហើយពេលដែលគាត់ទៅដល់
គាត់ក៏សួរនាំអំពីរឿងរ៉ាវដែលនិសង្ឃកើតហេតុភេទនោះរហូតដល់ពួកគាត់បានដឹងរឿងរ៉ាវថានិសង្ឃបាននាំមនុស្សមួយក្រុមចូលព្រៃដើម្បីទៅមើលប្រាសាទបុរាណដែលអ្នកភូមិជឿថាប្រាសាទនោះគឺជាប្រាសាទដែលមានអាថ័ន្តខ្លាំងក្លាណាស់ហើយមានគេនៅថែរក្សាការពារហួងហែងមិនឲ្យមានអ្នកណាចេះតែចូលទៅចិត្តបានផ្ដេសផ្ដាសនោះទេពេលដែលចេញពីព្រៃវិញក៏ឮប្រពន្ធគាត់ថានិសង្ឃត្រូវពោះចឹកគាត់ប្រឹងប្រែងរកគ្រូខ្មែរឲ្យមកជួយស្ដោះផ្លុំអីដែរប៉ុន្តែអាការៈគាត់ហាក់មិនបានធូរស្រាលឡើយដំបូងមុខរបួសនេះដល់ពីជើងរហូតរលួយស្អុយដល់ថ្នាក់គ្រូខ្មែរកាត់ជើងចោលដើម្បីការពារពឹសជ្រាបរាលដាលរលួយតអីចឹងទៅប៉ុន្តែនៅតែជួយសង្គ្រោះជីវិតគាត់មិនបានទៀតមិនយូរប៉ុន្មានគាត់ក៏លាចាកលោកនេះទៅនិសង្ឃនេះទៀតសោតក៏មានប្រវត្តិមិនធម្មតានោះដែរគេមានប្រវត្តិធ្លាប់ដើរជីកកោះក្បាលអ្នកតាយកទៅលក់ឲ្យពួកសៀមមិនចេះអស់តិចនិយាយរួមទៅគេរកបានណាស់ប៉ុន្តែមួយរយៈក្រោយមកហ្នឹងក៏ចេះផ្ទះអស់តែម្ដងរួចក៏ធ្លាក់ខ្លួនដុនដាបរហូតមកដល់ពេលបច្ចុប្បន្ននឹងឯងតាមទម្លាប់អ្នកភូមិកាលបើមានអ្នកណាស្លាប់ពួកគាត់ក៏ចេះតែជួយយកអាសាគ្នាម្នាក់មួយដៃមួយជើងដើម្បីយកសពនោះទៅបូជាឬមួយក៏បញ្ចុះទៅតាមប្រពៃណីសាសនាអីចឹងទៅដំណាលពីដួងនិងហុកវិញការបើមិនជឿនឃើញពួកគាត់ដើរកាត់ព្រៃហើយកាលណាពួកគាត់គឺពិតជាមានបំណងចង់ទៅរកកំណប់នៅក្នុងប្រាសាទបុរាណនៅក្នុងព្រៃអាថ័ន្តនឹងពិតមែនតាមពិតដួងនិងប៉ពួកមិនមែនចូលក្នុងព្រៃអាថ័ន្តនេះលើកទី1នោះទេគ្រាន់តែថាពេលខ្លះគាត់វង្វេងក្នុងព្រៃរហូតដល់ថ្នាក់ដាច់បាយដាច់ទឹកក៏មាននៅតែរកប្រាសាទអាត់កំបាំងនៅក្នុងព្រៃនោះមិនឃើញយ៉ាងច្រើនគាត់ឃើញត្រឹមតែខឿនប្រាសាទដែលបែកបាក់អស់នៅសល់តែបំណែកថ្មបាយក្រៀមរាយប៉ាយពេញទាំងទួលនោះក្នុងដំណើរចូលព្រៃលើកនេះដួងគាត់បានចូលដៃចូលជើងជាមួយបរិសម្នាក់ដែលជាជនជាតិថៃដែលគេម្នាក់នោះជាអ្នកលេងអាគមល្បីឈ្មោះម្នាក់នៅស្រុកសៀមគេម្នាក់នោះល្បីខាងប្រើអាគមសង្កត់បារមីអីចឹងទៅម្លោះហើយបានជាដួងគាត់ទៅពឹងពាក់គេបែបនេះឲ្យមកជួយនៅក្បែរនឹងមាត់ផ្លូវចូលព្រៃអាគមមានប៉មប្រាសាទបុរាណ2ដែលមួយបែរមុខទៅទិសខាងត្បូងមួយទៀតបែរមុខទៅទិសខាងលិចប៉ុន្តែរឿងដែលគួរឲ្យសោកស្ដាយនោះគឺរូបបដិមាត្រូវបានក្រុមចៅលួចជីកកោះយកទៅលក់អស់ហើយនៅសល់តែតួប្រាសាទតែប៉ុណ្ណោះដើរបណ្ដើរដួងនឹងប៉ពួកនិយាយជជែកគ្នាលេងបណ្ដើររហូតដល់ផ្លូវចូលព្រៃអាថ័ន្តទើបដួងក៏ប្រាប់ឲ្យសិស្សគុណរបស់គាត់ទាំង3នាក់គឺនីតននីផាន់និងនីឆាយកុំឲ្យមាត់និយាយផ្ដេសផ្ដាសសោះជាពិសេសពេលដើរឲ្យចេះមើលលើមើលក្រោមព្រោះទីនេះគឺជាដែនដីរបស់ពស់ចំណែកនាយទាំង3វិញការបបានទទួលពាក្យផ្ដែផ្ដាំពីលោកគ្រូរបស់ពួកគេហើយកាលណាពួកគេក៏បិទមាត់ចិត្តតែម្ដងក្នុងដំណើរស្វែងរកកំណប់បុរាណលើកនេះដួងខុនម៉ាងជាអ្នកដើរខាងមុខចំណែកហុកនិងនាយទាំង3ដើរតាមក្រោយម្នាក់ក្នុងដៃប្រដាប់ដោយកាំភ្លើងគ្រប់គ្នាទុកសម្រាប់ការពារខ្លួនពីសំណាក់សត្វកាចសាហាវនៅខណៈពេលដែលពួកគេកំពុងតែដើរនោះដួងគាត់បានប្រាប់ឲ្យសិស្សគុណរបស់គាត់ប្រុងប្រយ័ត្នចំពោះវល្លិម្យ៉ាងបើប្រហែសដើរតាក់វល្លិនេះច្បាស់ជាវង្វេងគ្នាជាក់ជាមិនខានឡើយអ្នក3នាក់ដើរមើលប្រយ័ត្នប្រយែងផងវើយប្រយ័ត្នដើរតាក់វល្លិវង្វេងដើរបើកក្របភ្នែកមើលផងទៅនីតននីផាន់និងនីឆាយការបើលឺសម្ដីរបស់ដួងហើយកាលណាពួកគេក៏ស្រែកដំណើរគ្នាថាបានលោកគ្រូរួចពួកគាត់ក៏បន្តដំណើរចូលព្រៃទៀតទៅនៅក្នុងព្រៃនេះសម្បូរទៅដោយគ្រោងឆ្អឹងសត្វព្រៃងាប់ច្រើនដូចជាគ្រោងឆ្អឹងសត្វទន្សោងសត្វខ្ទីងសត្វឆ្លុះនិងសត្វគិញគក់តៃសាក់ថែមទៀតផងដោយសារតែមិនសូវមានមនុស្សម្នាចូលក្នុងព្រៃនេះម្លោះហើយផ្លូវចូលព្រៃឃើញតែស្ដុកណាស់ដែលតម្រូវឲ្យពួកគាត់ត្រូវប្រើកាំបិតដើម្បីកាប់ព្រៃឬវរយកផ្លូវចូលទៅបានមិនយូរប៉ុន្មាន
ពួកគាត់ក៏បានមកដល់កន្លែងដែលមានខ្លងទ្វារបុរាណមួយសំណង់នេះសាងឡើងពីថ្មបាយក្រៀមមានក្បូរក្បាច់រចនាល្អហួសនិយាយតែម្ដងចំណែកនៅក្បែរនឹងខ្លងទ្វារនោះក៏មានរបស់របរប្រើប្រាស់របស់មនុស្សសម័យដើមដូចជាថូស្លាបព្រាឆ្នាំងដីនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀតដែលមនុស្សសម័យបុរាណគេកប់ទុកនៅទីនោះអ៊ំដូតក៏ដឹងហើយថាទីនេះប្រកាសជាមានកំណប់បុរាណលាក់ទុកជាក់ជាមិនខានឡើយអ៊ំឌួងគាត់ក៏បាននិយាយទៅកាន់គ្រូអាគមជនចិត្តសៀមនោះថាណែខុនយើងសម្រាប់នៅទីនេះហើយទីនេះប្រកាសជាមានរបស់ជាក់ជាមិនខានឡើយណាខុនម៉ាងគាត់ងក់ក្បាលរួចគាត់ក៏ដាក់របស់របរដែលគាត់ស្ពីមកនឹងទុកនឹងដីសិនទៅរួចគាត់ក៏ទម្លាក់គូតអង្គុយនៅនឹងគល់ឈើមួយដែលមានដុះស្លែជុំចិត្តតែម្ដងនៅទីនេះផងដែរអ៊ំដូតគាត់បានកត់សម្គាល់ឃើញថាមានស្លាកស្នាមសត្វល្មូនដែលមានទំហំធំលូននៅម្ដុំនេះថែមទៀតផងអ៊ំដូតក៏ដឹងហើយថាទីនេះប្រកាសជាមានគេថែរក្សាហើយគេក៏បញ្ញាប់រៀបចំធ្វើពិធីសង្កត់វិញ្ញាណអ្នកដែលរក្សានៅទីនោះតែម្ដងដើម្បីការពារខ្លាចគេមកលេងពួកគាត់មុនចំណែកខុនម៉ាងវិញគាត់ក៏រៀបចំពិធីបូលពងមាន់ដើម្បីស្វែងរកទីតាំងដែលគេលាក់កំណប់គាត់ធ្វើពិធីនេះរៀងយូរដែរទើបមានអំរុយពីកន្លែងនោះដោយពេលនោះពងមាន់បានរមៀលទៅក្បែរខ្លងទ្វារបុរាណនោះតែម្ដងលុះបានអំរុយហើយកាលណាគាត់ក៏ទៅពិភាក្សាជាមួយអ៊ំដូតនិងអ៊ំហុកចំណែកអ៊ំវិញគាត់ក៏ប្រាប់សិស្សគុនទាំង3នាក់ហ្នឹងឲ្យរៀបជីករណ្ដៅយកតែម្ដងដីនៅតំបន់នោះរឹងខុសពីធម្មតាកន្លែងខ្លះក៏មានដុំថ្មកប់ទុកមិនដឹងតាំងពីពេលណានោះឡើយបើនិយាយពីចប់វិញកាប់លន់ផឹងរហូតដល់ថ្នាក់បែកផ្កាភ្លើងថែមទៀតផងនៅគណៈពេលដែលពួកគាត់កំពុងតែកាប់នោះម្នាក់មើលទៅបាក់ញើសឡើងជោគខ្លួនអស់ហើយនៅតែមិនទាន់រកឃើញអ្វីតតែសោះកាប់បណ្ដើនាយឆាយរអ៊ូបណ្ដើថាមិនដឹងជាមានកំណប់ស្អីទេកាប់យូរហើយនៅមិនទាន់ឃើញស្អីបន្តិចផងអញសង្ស័យតែគ្មានកំណប់លបលយកអីទេមើលទៅកោតចេះតែជឿអាគ្រូសៀមនឹងទៅកើតលោកគ្រូនីតនក៏លន់មាត់ថាអាឆាយឯងកុំរអ៊ូខ្លាំងពេកលោកគ្រូឲ្យកាប់ចេះតែកាប់ទៅនិយាយមិនទាន់នឹងផុតពីមាត់ស្រួលបួលផងនោះស្រាប់តែនិផាន់គាត់កាប់ចំកឡអ្វីម្យ៉ាងដែលបិទមាត់ចិត្តហើយមានទ្រពក្រណាត់ក្រហមនៅពីខាងក្រោមលោកគ្រូក្រឡអីគេនេះឮបែបនេះអ៊ំឌួងនិងអ៊ំហុកក៏នាំគ្នាដើរទៅមើលយ៉ាងលឿនរួចពួកគាត់ក៏ចុះទៅក្នុងរណ្ដៅនោះហើយក៏យកដៃបោះដីដែលប្រឡាក់នៅនឹងមាត់កឡនោះចេញបន្តកាប់ទៀតទៅពណ៌ដែងប្រយ័ត្នផងវើយប្រយ័ត្នបែកពីងណាអ៊ំឌួងក៏ដឹងហើយថានេះប្រកាសជាពីងដែលដាក់កំណប់ហើយចំណែកនីតននីផាន់និងនីឆាយក៏បន្តកាប់លុងរហូតដល់បាតពីងហើយពួកគេក៏យកពីងនោះចេញទៅក៏ប៉ុន្តែគ្រាន់តែលើកពីងនោះផុតពីដីបានប្រហែលជាកន្លះម៉ែត្រស្រាប់តែមានពស់វែកក្របីមួយក្បាលយ៉ាងធំនៅខាងក្រោមពីងនោះបើកពពែខ្វាក់បំរុងនឹងចុកនីតនឃើញបែបនេះនាយឆាយក៏ទាញចប់យកទៅកាប់ពស់នោះដាច់ក្បាលឈាមឆ្វាចប្រកាច់ពេញដីតែម្ដងប៉ុន្តែរឿងដែលចម្លែកនោះគឺតើសត្វពស់នោះអាចចូលទៅក្នុងរណ្ដៅនោះបានដោយរបៀបណាទៅបើមុននឹងពួកគាត់អត់មានឃើញសត្វអីមួយលូនចូលផងនឹងតើសត្វពស់នោះវាចេះបំបាំងកាយឬមួយក៏យ៉ាងណាដំណើរពីនីតននិងនីផាន់នៅវិញពួកគេប្រឹងលើកពីងនោះរហូតដល់មាត់លើល្មមតែម្ដងអ៊ំដូតខុនម៉ាងនិងអ៊ំហុកក៏ស្ទុះទៅមើលភ្លាមដោយម្នាក់សង្ឃឹមថាពួកគេមានលៀបហើយនិយាយពីខុនម៉ាងវិញគាត់ហាក់ត្រេកអរណាស់គាត់ដើរទៅបំបែកមាត់ពីងនោះភ្លាមតែម្ដងមាសពេជ្រកែវកងទ្រព្យសម្បត្តិមានតម្លៃជាច្រើនពាសពេញទាំងពីងភ្លឺឆ្វាចយើងខ្លាចជាអ្នកមានហើយវើយអ៊ំហុកនិយាយទាំងញ័រមាត់ចំប្រប់ដោយគាត់រំភើបខ្លាំងពេកមួយជីវិតនេះគាត់មិនដែលបានឃើញទ្រព្យសម្បត្តិច្រើនម្លឹងនោះឡើយភ្លាមនោះផងដែរស្រាប់តែមានខ្យល់ធ្លាក់មកយ៉ាងខ្លាំង
លាយឡំជាមួយនឹងសំឡេងឮស៊ឺតស៊ឺតលាយឡំជាមួយនឹងសំឡេងអ្វីម្យ៉ាងដូចជាសំឡេងសត្វល្មូនលូនប៉ះនឹងស្លឹកឈើដែលងាប់ងាប់ឮសូរតែព្រឹបព្រឹបព្រះអើយសត្វពស់ធំសឹងតែពន់ដើមថ្នោតបើកពេធំពន់ចង្អេរស្ទុះទៅចឹកផ្ដាច់កនេះឆាយដែលកំពុងតែឈរកាន់ជាប់ជីកប្រកាច់ស្លាប់ដោយសត្វពស់ដែលគេកាប់ងាប់មុននឹងអញ្ចឹងដូចគ្នាដល់តែឃើញនេះឆាយស្លាប់តែអណោចអធមបែបនេះធ្វើឲ្យនីតននិងនីផាន់ឈរលេចនោមដាក់ខោជោគពស់ធំណាស់លោកគ្រូជួយផងដោយភ័យពេកនេះទាំងពីរក៏រត់ដាក់មេប្រូចយកតែម្ដងចោលគ្រូរបស់គេចំណែកអ៊ំដួងខុនម៉ាងនិងអ៊ំហុកវិញក៏ស្រឡាំងកាំងដែរព្រោះមិនធ្លាប់បានឃើញសត្វពស់ធំបែបនេះពីមុនមកឡើយគាត់ធ្លាប់តែឮគេនិយាយតគ្នាតែប៉ុណ្ណោះភ្លាមនោះខុនម៉ាងគាត់ក៏ចាប់សូត្រគាថាចងមាត់ពស់តាមរបៀបអាគមរបស់ថៃគ្រាន់តែចាប់សូត្រអាគមភ្លាមសត្វពស់នោះក៏ស្ទុះមកពាត់រុំខ្លួនរបស់គាត់ជាប់តែម្ដងនិយាយរួមទៅសត្វពស់អ្នកតានោះរុំរឹតខ្លួនរបស់គាត់រហូតដល់គាត់ក្អួតឈាមដាច់ខ្យល់ស្លាប់មួយរំពេចចំណែកអ៊ំដួងអ៊ំហុកក៏ដឹងហើយថាមិនស្រួលឡើយពួកគាត់ទាំងពីរក៏រត់ប្រះអាយុចោលសម្បត្តិដែលគាត់ជីកបាននោះដោយក្តីអាឡោះអាល័យជាទីបំផុតតែម្ដងទន្ទឹមនឹងពេលដែលពួកគេកំពុងតែរត់នោះក៏មានសំឡេងមួយពោពេញដោយអំណាចបានស្រែកតាមពីក្រោយពួកគេថាតាមសម្លាប់ពួកវាឲ្យអស់ខ្យល់ក៏បន្តបក់មកកាន់តែខ្លាំងឡើងថែមទៀតបង្កើតបានជាខ្យល់គោចដ៏ធំមួយរំពេចនោះស្រាប់តែលេចចេញនៅប្រាសាទបុរាណមួយឡើងដែលមានក្បូរក្បាច់រចនារស់រវើកនេះហាក់បីដូចជាគ្រប់យ៉ាងនៅនឹងប្រាសាទនោះមានវិញ្ញាណអញ្ចឹងនៅពេលនោះផងដែរអ៊ំដួងគាត់បានងាកក្រោយមើលហើយក៏ឃើញសត្វពស់មួយក្បាលធំណាស់កំពុងតែពុតពេនវាន់ជុំវិញខឿនប្រាសាទនោះដោយអំណាចអស្ចារ្យតែម្ដងអ៊ំដឿនគាត់ដឹងហើយថាវេលានេះហាក់មិនសមប្រកបឲ្យគាត់តតាំងជាមួយគេនោះឡើយព្រោះគេគឺជាម្ចាស់ព្រៃទៅហើយរឿងដែលល្អបំផុតនោះគឺត្រូវធ្វើយ៉ាងណារត់ចេញពីព្រៃអាថ័ន្តនេះឲ្យបានសិនបើជីវិតគាត់នៅមានគាត់អាចវិលត្រឡប់មករកសម្បត្តិទាំងនោះនៅពេលណាក៏បានដែរចំណែកសត្វពស់អ្នកតានោះវិញគ្រាន់តែឃើញអំដួងហើយកាលណាគេហាក់មានកំហឹងជាខ្លាំងរំពេចនោះគេក៏ប្រាស់ខ្លួនរួចក៏លូនដេញតាមពួកគេពីក្រោយយ៉ាងលឿនតែម្ដងចំណែកអំដួងនិងអំហុកក៏ចេះតែរត់ប្រាស់អាយុរៀងខ្លួនធ្វើយ៉ាងណាឲ្យតែគេចផុតពីការវាយប្រហារពីពស់អ្នកតានោះទៅចំណែកនីតននិងនីផាន់ឯនេះវិញពួកគេមិនស្គាល់ព្រៃនេះឡើយគេចេះតែរត់ទៅដោយមិនមានគោលដៅច្បាស់លាស់នៅខណៈពេលដែលពួកគេកំពុងតែរត់នោះស្រាប់តែនីតនបានតាក់ជើងនឹងឫសឈើមួយរួចក៏រមាខ្លួនទៅចុងនឹងដើមឫស្សីបុកធ្លីក្របភ្នែកធ្លាក់ស្តាកតែម្ដងជួយផងអាផាន់នីតនដងហើយហៅនីផាន់ឲ្យជួយទាំងដែលឫស្សីនៅចុងជាប់ក្បាលហេតុការណ៍នេះបានធ្វើឲ្យនីផាន់ស្លុតចិត្តណាស់ប៉ុន្តែគេមិនហ៊ានដើរទៅមើលទេព្រោះគេខ្លាចពស់អ្នកតានោះមកតាមទាន់ឲ្យគ្នាសុំទោសផងសំឡាញ់គ្នាលាសិនហើយនិយាយតែប៉ុណ្ណឹងគេក៏រត់ដាក់មេប្រូចរត់យកទៅប្រះអាយុយករួចខ្លួនឯងទៅនីផាន់រត់បណ្ដើរស្រែកឲ្យគេជួយបណ្ដើរព្រោះគេមិនទាន់ចង់ស្លាប់ឡើយសំឡេងនីផាន់ក៏បានលឺមកដល់ក្រុមអ្នកភូមិដែលគេកំពុងតែកាប់អស់នៅក្នុងព្រៃរួចគេក៏រត់មកមើលហើយក៏ប្រទះឃើញនីផាន់រត់ដួលននៀននាសលើដីដៃជើងខ្លួនប្រាណអីហ្នឹងគឺប្រឡាក់សុទ្ធតែឈាមមើលទៅដូចជារត់ទៅកោះនឹងប្រឡាអ្វីមួយយ៉ាងអញ្ចឹងអាការៈគាត់ពេលនេះគឺភ្នែកគាត់ឡើងក្រហមមានឈាមហូរចេញមកខាងក្រៅគួរឲ្យអណោចអាធមជាទីបំផុតពូអើយមីងអើយជួយខ្ញុំផងពស់ធំណាស់វាដេញខ្ញុំតាមពីក្រោយគាត់និយាយទាំងញ័រមាត់ចំប្រប់តែម្ដងដៃលើកប្រណំរហូតខ្លាចហើយជប់ធ្វើបាបខ្ញុំទៀតទៅដោយឃើញអាការៈនេះផាន់ហាក់ធ្ងន់ធ្ងរខ្លាំងអញ្ចឹងអ្នកភូមិក៏បញ្ញាប់លើកគាត់ដាក់លើរទេះ
ហើយក៏បរទេសគោចេញពីព្រៃនោះទៅចំណែកអ៊ំឌួងនិងអ៊ំហុកឯនេះវិញគាត់ក៏ចេះតែរត់មកជួបគ្នានៅនឹងមាត់ព្រៃអាថាននេះវិញនិយាយរួមទៅពួកគាត់អត់មានរឿងអីកើតឡើងនោះទេយ៉ាងម៉េចហើយអាហុកហែងយ៉ាងម៉េចហើយវើយអ៊ំហុកក៏តបវិញថាខ្ញុំមិនអីទេលោកបងហើយចុះអាពីរនាក់ទៀតវារត់ទៅដល់ណាហើយទៅអញក៏មិនដឹងដែរបើវារត់លឿនជាងអញទៅទៀតនឹងកុំទឹកខ្វល់ច្រើនធ្វើយ៉ាងណាឲ្យតែពួកយើងនៅមានជីវិតទៅបានហើយអាពីរនាក់នឹងវាយ៉ាងម៉េចក៏យ៉ាងម៉េចទៅវើយកុំទៅខ្វល់ច្រើនពេកពួកយើងប្រញាប់ចេញពីព្រៃនេះទៅកុំឲ្យមេឃងងឹតតន់ណាអ៊ំហុកគាត់ក៏តបវិញថាបាទលោកបងមុនពេលដែលគាត់ចេញពីព្រៃអាថានអ៊ំឌួងគាត់ចាប់យកកំបោរពីថង់មករួចគាត់ក៏សូត្រអាគមដើម្បីបំបាំងដានជើងពួកគាត់ការពារកុំឲ្យសត្វពស់នោះតាមរកពួកគាត់ឃើញរួចពួកគាត់ក៏ប្រញាប់ស្រុតដំណើរចេញពីព្រៃនោះភ្លាមតែម្ដងអ្វីត្បិតតែពួកគាត់ជួបនៅរឿងរ៉ាវហេតុការណ៍រន្ធត់នោះស្ទើរតែបាត់បង់ជីវិតក៏ពិតមែនប៉ុន្តែអ៊ំឌួងគាត់នៅតែមានកូនចិត្តស្ដាយកំណប់ដែលពួកគាត់ជីកបាននោះអាហុកអើយយើងនៅតែស្ដាយកំណប់ណាស់វើយឯងចាំចូលព្រៃអាថានជាមួយយើងម្ដងទៀតណានិយាយអញ្ចឹងអាផាន់វាយ៉ាងម៉េចហើយអ៊ំហុកគាត់តបវិញថាអាផាន់ដូចជាមិនជាទេនិយាយរវើរវាយមិនព្រមឈប់សោះសង្ស័យតែវាឈួតហើយមិនដឹងលបងបើវាឈួតក៏ល្អដែរដើម្បីកុំឲ្យវាយករឿងកំណប់ដើរនិយាយប្រាប់គេផ្ដេសផ្ដាសគិតទៅមនុស្សអ៊ំឌួងនេះចំជាចិត្តអាក្រក់ពិតមែននេះសះគុណរបស់គាត់រងគ្រោះស្ទើរស្លាប់ស្ទើររស់យ៉ាងនេះហើយគាត់អត់មានខ្វល់អីបន្តិចសោះគាត់បែរជាទៅបារម្ភអំពីរឿងកំណប់គាត់ឯនេះវិញមួយរយៈក្រោយនេះអ៊ំឌួងក៏ຕົកសិចខ្លាំងមែនទែនមុខខ្មៅដោយត្រូវអំពើគេអញ្ចឹងមនុស្សលុបលន់ដោយគាត់អញ្ចឹងគាត់មិនចោលចរិតនោះទេអ៊ំឌួងក៏សម្រេចចិត្តថាធ្វើដំណើរទៅជួបអ៊ំប៉ែនដើម្បីសុំឲ្យអ៊ំប៉ែនជួយគាត់ចូលព្រៃដើម្បីទៅយកកំណប់បច្ចុប្បន្នអ៊ំប៉ែនក៏ស្នាក់នៅក្នុងខ្ទមមួយនៅចុងភូមិរំយោលអ្នកភូមិគេស្រឡាញ់រាប់អានគាត់ណាស់ដោយសារតែឲ្យតែមានភ័យអាសន្នអន់ក្រអីណាមួយហ្នឹងគឺគេទៅរកគាត់ឲ្យជួយហើយដូចជាបាត់គោក្របីបាត់កូនចៅវែងក្នុងព្រៃអីចឹងទៅហើយពួកគេក៏តែងតែកោតប្រសើរសំបំណងរបស់ពួកគេពេលប្រលប់ងងឹតស្រាប់តែលេចវត្តមានអ៊ំឌួងនៅនឹងមុខរោងរបស់គាត់តែម្ដងអ៊ំប៉ែនក៏ដឹងហើយថាប្រកាសជាមានរឿងអ្វីហើយបានជាគាត់មកបងឌួងនេះបងមែនទេចូលមកខាងក្នុងសិនមកក្រោយពីទទួលការអញ្ជើញពីសំណាក់អ៊ំប៉ែនហើយកាលណាអ៊ំឌួងគាត់ក៏ដើរចូលទៅក្នុងខ្ទមរបស់អ៊ំប៉ែនទៅប្អូនឯងសុខសប្បាយជាទេពីអ្នកសិស្សរួមគ្រូយើងខានជួបគ្នាយូរហើយបានបងការរស់នៅសុខទុក្ខជាធម្មតានិយាយអញ្ចឹងបងមករកខ្ញុំមានការអ្វីដែរឯងពិតជាដឹងចិត្តបងពិតមែនអញ្ចឹងយើងមិនបត់បែនអីទៀតនោះទេណាយើងចង់ឲ្យឯងចូលព្រៃអាថានជាមួយយើងដើម្បីទៅយកកំណប់ដែលយើងជីកបាននៅក្នុងព្រៃអ៊ំប៉ែនគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះមុនពេលដែលលោកគ្រូសង្វាសលាចាក់លោកគាត់បានផ្ដាំមិនឲ្យពួកគាត់ទាំងពីរនាក់ចូលទៅក្នុងព្រៃអាថាននោះឡើយព្រោះនៅទីនោះមានពស់អ្នកតាធំមួយក្បាលនៅថែរក្សាប្រាសាទបុរាណនៅទីនោះគេដំណំណាស់គេហួងហែងរបស់គេបើមិនចង់អស់ជីវិតកុំទៅយករបស់គេឲ្យសោះក៏ប៉ុន្តែអ៊ំឌួងគាត់នៅតែនិយាយលួងលំអ៊ំប៉ែនឲ្យទៅជាមួយរហូតព្រោះអ៊ំប៉ែនគាត់ចេះអាគមចងមាត់ពស់ហើយមិនត្រឹមតែប៉ុណ្ណោះទេគាត់មានចិញ្ចៀនអាគមដែលលោកឪឈឿនបានឲ្យមកគាត់ដើម្បីការពារសត្វអាសេរពឹសនានាក្នុងគ្រាដែលលោកឪនិមន្តទៅដងកាត់ភូមិនេះថែមទៀតផងប៉ុន្តែអ៊ំប៉ែនក៏ប្រកែកដាច់ណាត់តែម្ដងថាគាត់មិនព្រមចូលព្រៃអាថានជាមួយគាត់ឡើយអ៊ំឌួងគាត់ខឹងណាស់
ដោយបញ្ចុះបញ្ចូលអ៊ំប៉ែនមិនបានគាត់ក៏ត្រឡប់ទៅផ្ទះវិញទៅប៉ុន្តែដោយសារតែមโนសញ្ចេតនាបងប្អូនធ្លាប់ជាសិស្សរួមគ្រូជាមួយនឹងគ្នាអ៊ំប៉ែនគាត់បានដោះចិញ្ចៀនអាគមដែលលោកធុដងឲ្យនោះប្រគល់ទៅឲ្យអ៊ំដួងទុកដើម្បីការពារខ្លួនពីសត្វពស់ដល់បានរបស់របរហើយគាត់ក៏ដើរចេញទៅម៉ោង 9 យប់អ៊ំដួងក៏ត្រឡប់មកដល់ផ្ទះវិញល្មមមកដល់ខាងមុខផ្ទះស្រាប់តែគាត់ឃើញព្រលឹងវិញ្ញាណខ្មោចនីតននិងនីឆាយអត់មានក្បាលទេឈរនៅខាងមុខផ្ទះរបស់គាត់ជួយផងលោកគ្រូអ៊ំដួងគាត់ក៏និយាយទៅកាន់វិញ្ញាណទាំងពីរនោះថាទៅឲ្យឆ្ងាយពីផ្ទះអញទៅវើយអញមិនចង់កំចាយវិញ្ញាណពួកឯងទេទៅឆាប់ចេញទៅពួកអស់នេះវិញ្ញាណនោះវាខ្លាចអ៊ំដួងដែរវាក៏រលាយខ្លួនបាត់ទៅប៉ុន្តែរឿងដែលចម្លែកនោះគឺគាត់បានកត់សម្គាល់ឃើញថាមានស្លាកស្នាមដានពស់ធំវានៅម្ដុំផ្ទះរបស់គាត់ឬមួយសត្វពស់នោះគេតាមគាត់មកដល់ផ្ទះនេះឬអ៊ំដួងគាត់មិនខ្លាចនោះទេព្រោះពេលនេះគាត់មានវត្ថុស័ក្តិសិទ្ធិការពារខ្លួនរួចគាត់ក៏ដើរចូលទៅក្នុងផ្ទះទៅអ៊ំដួងគាត់ក៏សួរអ៊ំហុកថាអហុកឯងនៅផ្ទះរហូតឬយ៉ាងណាវើយអ៊ំហុកគាត់ក៏តបវិញថាបាទលោកបងខ្ញុំនៅផ្ទះរហូតទេតើមានរឿងអីមែនទេអំបញ្ញមិញអញដូចជាបានឃើញស្លាកស្នាមសត្វវានៅក្បែរផ្ទះយើងអញសង្ស័យតែវាមករកយើងនោះទេអ៊ំហុកគាត់ក៏តបវិញថាបើអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចទៅលោកបងមានយ៉ាងម៉េចយើងចូលទៅរកវាដល់សម្បុកតែម្ដងទៅអ៊ំហុកគាត់តបវិញថាបើយើងទៅច្បាស់ជាពស់ចឹកស្លាប់ចាក់ជាមិនខានឡើយលោកបងដូចជាប្រថុយជីវិតពេកហើយទេដឹងអ៊ំដួងគាត់សើចបន្តិចរួចគាត់ក៏លើកដៃឡើងបង្ហាញចិញ្ចៀនឲ្យអ៊ំហុកគាត់បានឃើញយើងមានរបស់ល្អវើយត្រឹមអាពស់ខ្មោចប៉ុណ្ណឹងយើងមិនខ្លាចនោះទេស្អែកនេះយើងចូលព្រៃម្ដងទៀតដើម្បីទៅយកកំណប់របស់យើងមកវិញប្រញាប់ចូលដេកទៅយកកម្លាំងស្អែកចេញដំណើរនៅយប់នោះអ៊ំដួងគាត់បានយល់សពឃើញលោកគ្រូរបស់គាត់មកបញ្យល់សពប្រាប់គាត់ថាកុំឲ្យគាត់ចូលក្នុងព្រៃអាថាននោះទៀតអីព្រោះបារមីអ្នកថែរក្សាប្រាសាទគេខឹងសម្បាននឹងគាត់ខ្លាំងណាស់ប៉ុន្តែអ៊ំដួងគាត់ហាក់មិនស្ដាប់ពាក្យទូន្មានរបស់លោកគ្រូគាត់ឡើយដោយគាត់គិតត្រឹមថានឹងចូលទៅយកសម្បត្តិទាំងនោះមកឲ្យខានតែបានព្រឹកព្រលឹមស្រាងអ៊ំដួងអ៊ំហុកគាត់ក៏រៀបចំរបស់របរចូលក្នុងព្រៃអាថានសារជាថ្មីម្ដងទៀតដោយគាត់បានសូត្របញ្ចុះអាគមនៅនឹងកំបិតអាគមរបស់គាត់រួចជាស្រេចទុកសម្រាប់កម្ចាត់សត្វពស់ដែលវាចង់មកយាយីពួកគាត់បេសកកម្មចូលក្នុងព្រៃអាថានលើកនេះពួកគាត់ហាក់មានជំនឿចិត្តខ្លាំងក្លាក្នុងការប្រយុទ្ធជាមួយនឹងពស់អ្នកតាដែលថែរក្សាសម្បត្តិនៅនឹងប្រាសាទនេះគ្រាន់តែអ៊ំទាំងពីរក៏ដើរមកដល់ផ្លូវចូលព្រៃភ្លាមស្រាប់តែមានសត្វពស់រាប់សិបក្បាលវាចេញពីក្នុងព្រៃមកលោកបងអើយពស់ច្រើនណាស់គិតយ៉ាងម៉េចទៅអ៊ំដួងក៏តបវិញថាកុំភ័យនៅស្ងៀមទៅឲ្យអញអ្នកចាត់ការអ៊ំដួងគាត់ក៏ចាប់សូត្របាលីជាមួយនឹងចិញ្ចៀនមួយសន្ទុះរំពេចនោះស្រាប់តែសត្វពស់ទាំងនោះក៏ប្រែជាបាក់រទេះលូនវាសឹងតែលែងទៅមុខឃើញផ្ទាល់ភ្នែកបែបនេះអ៊ំហុកគាត់ជញ្ជក់មាត់មិនឈប់ឡើយពូកែពិតមែនរបស់ស័ក្តិសិទ្ធិពិតមែនលោកបងពួកគាត់ក៏បន្តដំណើរសម្ដៅទៅកាន់ទីទួលបុរាណនោះទៅអ៊ំហុកគាត់ដើរប្រយ័ត្នប្រយែងណាស់ព្រោះខ្លាចជន់ពស់សាក់ស្រមៃទៅមើលសត្វពស់រាប់សិបក្បាលមានតូចមានធំដេករៀបនៅលើដីត្រៀបត្រាតែម្ដងនេះប្រសិនបើជាអ៊ំដួងមិនមានវត្ថុស័ក្តិសិទ្ធិនោះទេប្រកាសជាចោលខ្មោចបាត់ទៅហើយមិនយូរប៉ុន្មានពួកគាត់ក៏បានដើរមកដល់ខ្លងទ្វារបុរាណនោះម្ដងទៀតហើយក៏ឃើញពាងនោះនៅកន្លែងដដែលពិតមែនអ៊ំដួងគាត់មិនចង់បានត្រឹមតែប៉ុណ្្នឹងនោះទេគាត់នៅរងចាំនៅទីនោះរហូតដល់ម៉ោង 12 យប់ព្រោះគាត់ឮចាស់ដំណើរតគ្នាមកថានឹងមានប្រាសាទបុរាណបង្ហាញខ្លួនរាល់ថ្ងៃសិលវេលាម៉ោង 12 យប់ហើយសម្បត្តិ
ជាច្រើនមហាសាលបានលាក់ទុកក្នុងប្រាសាទបុរាណមួយនេះថែមទៀតផងមិនយូរប៉ុន្មានពេលយប់ក៏បានមកដល់យប់ថ្មនេះក្នុងព្រៃស្ងប់ស្ងាត់ណាស់គ្រាន់តែវេលាម៉ោង 12 យប់ហើយកាលណាស្រាប់តែមានសំឡេងសូត្រធម៌ឮឡើងរងំចេញពីក្នុងតួប្រាសាទនោះចេញមកភ្លាមនោះក៏មានពន្លឺភ្លឺចិញ្ចាចចេញពីព្រៃនិយាយរួមទៅភ្លឺដូចថ្ងៃអញ្ចឹងពេលនោះហើយដែលពាក្យដំណើររបស់អ្នកចាស់ស្រុកខ្លាចជាការពិតមែនប្រាសាទបុរាណដែលមានក្បូរក្បាច់រចនាល្អប្រណិតបានផុសឡើងយ៉ាងអស្ចារ្យកំពូលប្រាសាទមានពន្លឺចែងចាំងដូចជាពេជ្រអញ្ចឹងមិនបង្អង់យូរឡើយដួងនិងហុកក៏បញ្ញាប់ដើរចូលទៅក្នុងប្រាសាទនោះភ្លាមតែម្ដងហើយហេតុដែលអស្ចារ្យសឹងតែមិនគួរឲ្យជឿនឹងភ្នែកនោះគឺមាសពេជ្រកែវកងនិងវត្ថុមានតម្លៃជាច្រើនបានតម្កល់ទុកនៅក្នុងប្រាសាទគ្រប់ទឹកហើយយើងអាហុកបញ្ញាប់ប្រមូលទុកទៅឲ្យលឿនឈរភ្លឹកដល់ណាទៀតហុកគាត់ញាប់ដៃញាប់ជើងណាស់ប្រមូលដាក់ក្នុងថង់ក្រណាត់តាមអ្វីដែលគាត់អាចដាក់បានភ្លាមនោះស្រាប់តែលេចចេញសត្វពស់មួយក្បាលធំសម្បុរនឹងខ្មៅក្រឹបលូនមកពាត់នឹងខឿនប្រាសាទបុរាណនោះរួចវាក៏វាន់កន្ទុយចំហុកទៅបុកនឹងជញ្ជាំងប្រាសាទធ្វើឲ្យគាត់រងរបួសត្រង់ជើងរៀងដំណំក្រាន់ដែររួចពស់នោះក៏បើកពេដាក់ដួងមួយទំហឹងតែម្ដងដួងគាត់មិនខ្លាចនោះទេដួងគាត់ក៏ចាប់សូត្របល័យជាមួយនឹងចិញ្ចៀនអាគមរបស់គាត់នឹងឯងរួចគាត់ក៏លើកដៃទៅចង្អុលដាក់សត្វពស់នោះចំណែកសត្វពស់អ្នកតានោះកាលបើត្រូវអាគមនោះហើយកាលណាវាក៏ស្រែកខ្លាំងតែម្ដងហើយក៏ប្រែជាបាក់ស្បាតភ្លាមអាចនិយាយបានថាពស់អ្នកតានោះអស់រិទ្ធកថាបានក៏ទៅចិញ្ចៀនលោកទៅដងពិតជាពូកែពិតមែនឃើញថាអស់ឧបសគ្គហើយដួងគាត់ក៏បន្តប្រមូលសម្បត្តិទាំងអម្បាម៉ានដាក់ក្នុងថង់របស់គាត់ដោយមិនសំចៃដៃឡើយលុះដល់ប្រមូលបានច្រើនគ្រាន់ហើយគាត់ក៏គិតថាអាចយកទៅបានគាត់ក៏បញ្ញាប់ដើរចេញពីប្រាសាទនោះភ្លាមតែម្ដងដោយទុកហុកចោលនៅនឹងប្រាសាទនឹងទៅលោកបងជួយខ្ញុំផងដូតគាត់ក៏តបវិញថាសុំទោសផងយើងទៅហើយវើយកុំខឹងយើងអីឮសំដីដួងហើយកាលណាហុកគាត់ខឹងណាស់រួចគាត់ក៏និយាយទាំងកំហឹងបែបនេះថាអាឈាមខ្មៅកោតឯងធ្វើដាក់អញទៅរួចអញដាក់បណ្ដាសាឲ្យឯងត្រូវបារមីវាយបំបាក់កស្លាប់ទៅចុះដួងគាត់ហាក់មិនខ្វល់ខ្វាយពីសម្ដីរបស់ហុកឡើយគាត់ក៏ដើរចេញពីប្រាសាទនោះយ៉ាងលឿនទៅដោយក្នុងចិត្តគិតសង្ឃឹមថាគាត់នឹងក្លាយជាអ្នកមានហើយនៅក្នុងគ្រានេះប៉ុន្តែគ្រាន់តែគាត់ឈានជើងចេញពីប្រាសាទមិនទាន់នឹងបានប៉ុន្មានជំហានផងនោះស្រាប់តែមានសំឡេងមួយបន្លឺឡើងថាឯងចង់យកសម្បត្តិទាំងអស់នេះទៅណាសម្បត្តិទាំងអស់នេះមិនមែនជារបស់ឯងទេឯងត្រូវនៅទីនេះធ្វើជាបរិវាររបស់យើងភ្លាមនោះហាក់មានកម្លាំងអ្វីមួយយ៉ាងបានមកវាយបំបាក់ករបស់ដួងធ្វើឲ្យគាត់ដាច់ខ្យល់ស្លាប់មួយរំពេចចោលទ្រព្យសម្បត្តិដែលគាត់ខំប្រមូលនោះទៅព្រឹកឡើងអ្នកភូមិដែលគេរកស៊ីកាប់អស់មានទាំងផាន់និងមីនជឿនផងនោះពួកគាត់បានប្រទះឃើញសាកសពដួងនិងហុកដេកស្លាប់ទន្ទឹមគ្នាតែម្ដងហើយរឿងដែលចម្លែកនោះគឺសាកសពទាំងពីរនាក់នោះអត់មានក្បាលនោះទេសាកសពនេះហាក់បីដូចជាត្រូវបានសត្វអ្វីមួយយ៉ាងខំផ្ដាច់ក្បាលរបស់ពួកគេអញ្ចឹងដំណឹងនៃការស្លាប់របស់ដួងក៏បានលេចលឺទៅដល់ប៉ែនដែរប៉ុន្តែប៉ែនគាត់ក៏មិនដឹងថាអាចជួយដួងបានដោយរបៀបណានោះទេចំណែកពាក្យចចាមរាមនៅក្នុងភូមិក៏កាន់តែល្បីខ្លាំងឡើងថែមទៀតអំពីរឿងព្រៃអាថ័ន្តហើយក៏មិនមាននរណាម្នាក់ហ៊ានចូលក្នុងព្រៃនោះទៀតដែរចំណែករឿងប្រាសាទនិងសម្បត្តិក៏នៅតែជាអាត់កំបាំងរហូតមកដល់ពេលបច្ចុប្បន្ននេះមានអ្នកខ្លះជឿថាប្រាសាទបុរាណនេះលែងបង្ហាញខ្លួនទៀតហើយដោយសារតែមនុស្សកើតចិត្តលោភលន់ខ្លាំងពេក